ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីអាករលើតម្លៃបន្ថែមហៅកាត់ OTB ឬ VAT OTB គឺជាប្រភេទពន្ធប្រយោលលើការប្រើប្រាស់ដែលគិតតែតម្លៃបន្ថែមគ្រប់ដំណាក់កាលនីមួយៗនៃការផ្គត់ផ្គង់ទំនិញនិងសេវាចំពោះអ្នកប្រើប្រាស់ទំនិញនិងសេវាផ្ទាល់ខ្លួនចុងក្រោយมันអាចទទួលបានមកវិញនៅឥណទាន OTB លើការទិញនោះទេរីឯបុគ្គលជាប់អាករអាចទទួលបានឥណទាន OTB លើការទិញទំនិញនិងសេវាកម្មដើម្បីផលិតបន្តនៅទំនិញនិងសេវាកម្មដែលអាចលក់បន្តទៅឲ្យសហគ្រាសមួយទៀតក្នុងខ្សែចង្វាក់ផលិតផលឬលក់ផ្ទាល់ទៅឲ្យអ្នកប្រើប្រាស់ចុងក្រោយព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Services ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ